យកលុយនេះទៅហើយស្អែកមិនបាច់មកធ្វើការទៀតទេថៅកែលុយខែតែពាក់កណ្ដាលវាមិនគ្រប់បង់ថ្លៃផ្ទះឈ្នួលខ្ញុំទេសូមថៅកែយកយកដែលខ្ញុំខំធ្វើការនៅទីនេះយូរមកហើយផងកុំមកកវ៉ាប្រយ័ត្នសំបីតែពាក់កណ្ដាលនេះក៏មិនបានប្រញាប់យកលុយនេះហើយទៅឲ្យបាត់ទៅកុំមករ៉ាំងផ្លូវរកស៊ីអញអាណានខ្ញុំត្រូវគេដេញចេញទៀតហើយគ្មានថៅកែណាគេចង់បានបុគ្គលិកដែលចេះតែសុំច្បាប់រហូតអញ្ចឹងទេប៉ុន្តែមិនអីទេផ្លូវមិនតរហូតនោះទេយប់នេះខ្ញុំនឹងយកអីវ៉ាន់ដែលខ្ញុំធ្វើពីមុនទៅលក់តាមផ្លូវបើខំស៊ូអត់ងុយមកយប់ពីរយប់ទៀតច្បាស់ជារកលុយបានគ្រប់បង់ថ្លៃផ្ទះហើយខ្ញុំធ្លាប់សន្យាជាមួយខ្លួនឯងហើយទោះលំបាកយ៉ាងណាក៏ខ្ញុំមិនបោះបង់លោកចោលដាច់ខាតអាឡូអ្នកណាគេហ្នឹងបងសៀនឪគឺខ្ញុំតាមួយរយៈនេះខ្ញុំរៀនខ្វះខាតបងអាចឲ្យខ្ញុំខ្ចី2000សិនបានអត់ខ្ញុំសន្យាឲ្យតែបើកលុយខែភ្លាមខ្ញុំនឹងសងបងវិញហ្មងជាងរួយនាងនៅមានមុខទេមកខ្ចីលុយអញទៀតអេសនាងដើម្បីតែអាមនុស្សឈួតរើសពីតាមផ្លូវម្នាក់សុកចិត្តធ្វើឲ្យខ្លួនឯងធ្លាក់ដុនដាបសំបីតែការងារក៏រក្សាទុកមិនបានផងនាងពិតជាធ្វើឲ្យត្រកូលជាងយើងខ្មាស់គេតតែមែនទាំងហើយគាត់មិនមែនឈួតទេកាលនោះបើគ្មានគាត់ជួយរងគ្រោះថ្នាក់ជំនួសខ្ញុំទេខ្ញុំប្រកាសជាស្លាប់បាត់យូរហើយបិទមាត់ទៅនាងឯងអញប្រាប់ឲ្យច្បាស់សំបីមួយកាក់ក៏អញមិនឲ្យខ្ចីដែរសុកចិត្តយកលុយនឹងទៅបោះចោលក្នុងទឹកក៏មិនឲ្យមនុស្សដែលរស់នៅជាមួយអាឈួតដូចជានាងឯងខ្ចីដែរបើនាងឯងនៅមានខួរឆាប់យកវាទៅបោះចោលតាមផ្លូវទៅកុំមកទាញពួកអញឲ្យលំបាកជាមួយអ្នកទាំងអស់គ្នាការប្រមូលទិញភាគហ៊ុនក្រុមហ៊ុនកម្ពុជាទាំង100របស់មហាសៀបានបញ្ចប់ទាំងស្រុងហើយទ្រព្យសម្បត្តិគោល90ត្រូវបានផ្ទេរចូលឈ្មោះលោកម្ចាស់ធំដោយសម្ងាត់ឯកសារទាំងអស់ត្រូវបានរក្សាទុកក្នុងទូដែកសុវត្ថិភាពកម្រិតខ្ពស់បំផុតនៅធនាគារស្វីសឲ្យតែលោកម្ចាស់ធំហើបមាត់តែមួយម៉ាត់គាត់នឹងក្លាយជាស្ដេចគ្មានមកុដពិតប្រាកដរបស់មហាសៀយើងហ្មងរាល់ការរៀបចំរចនាសម្ព័ន្ធបុគ្គលិកក្រោមការគ្រប់គ្រងរបស់ត្រកូលលីវបានបញ្ចប់រួចរាល់ហើយពួកសាច់ញាតិដែលឆ្លៀតឱកាសពេលលោកម្ចាស់ធំមិននៅចង់ដណ្ដើមអំណាចត្រូវបានក្រុមសន្តិសុខសហព័ន្ធពាណិជ្ជកម្មចាប់ខ្លួនអស់ហើយត្រកូលលីវទាំងមូលរងចាំលោកម្ចាស់ធំមកដឹកនាំជានិច្ចគោលដៅចុងក្រោយរបស់គាត់គឺនៅតំបន់ទីក្រុងចាស់ក្នុងទីក្រុងចង្ហៃល្អ3ឆ្នាំហើយភូមិគ្រឹះលោកម្ចាស់ធំយើងឲ្យគេសម្អាតរាល់ថ្ងៃក្បួនកិត្តិយសស្វាគមន៍កម្រិតខ្ពស់ក៏ហ្វឹកហាត់ជារៀងរាល់ថ្ងៃដែរថ្ងៃនេះទីបំផុតក៏ដល់ពេលដែលត្រូវស្វាគមន៍កម្ពុជាអធិរាជត្រឡប់មកក្រុងរាជវិញហើយព្រមបដូរជីវិតការពារលោកម្ចាស់ធំដាច់ខាតមិនធ្វើឲ្យលោកម្ចាស់ធំខកបំណងទេអាណានថ្ងៃនេះខ្ញុំទៅសម្ភាសការងារ5កន្លែងហើយពេលគេឃើញប្រវត្តិការងារខ្ញុំ3ឆ្នាំមកនេះធ្វើអត់បានយូរគេសំបីតែឱកាសសាកល្បងការងារក៏មិនខ្ចីឲ្យខ្ញុំ